សួស្តីបងប្អូនជំនាញវិទ្យាសាស្ត្រសត្វឬក៏ជំនាញផលិតកម្មសត្វថ្ងៃនេះយើងមករៀននិងសិក្សាស្វែងយល់ទាំងអស់គ្នាទៅលើមេរៀនតើតើនឹងមេរៀនពពែមេរៀននេះគឺការជ្រើសរើសពូជនិងការបង្កាត់ពូជពពែអញ្ចឹងយើងគិតថាតើមេរៀនហ្នឹងវាមានសារៈប្រយោជន៍អីខ្លះមុនយើងយកទៅប្រើប្រាស់នៅក្នុងការចិញ្ចឹមសត្វអញ្ចឹងយើងគួរតែស្វែងយល់វាឲ្យបានមុននៅពេលដែលយើងរៀនចប់មេរៀននេះខ្ញុំគិតថាបងប្អូននឹងអាចចេះទី1អាចសម្គាល់លក្ខណៈរបស់ពពែបាដែលយើងត្រូវទុកសម្រាប់បង្កាត់ហើយទី2ក៏ត្រូវចេះសម្គាល់លក្ខណៈរបស់មេពពែដែលត្រូវទុកទៅពូជទុកបង្កើតកូនហ្នឹងណាហើយនេះជាមាតិកាមេរៀនអញ្ចឹងយើងនឹងស្វែងយល់ទី1ទៅលើការជ្រើសរើសពូជពពែបាទី2ការគ្រាវពពែទី3ពពែញីទុកធ្វើពូជហើយនឹងចុងក្រោយគឺដំណើរការនៃការបន្តពូជចឹងមុននឹងចូលសាច់រឿងចឹងខ្ញុំបង្ហាញចំណុចពាក់ព័ន្ធខ្លះដូចជាការចិញ្ចឹមពពែបើសិនផ្ដល់ទិន្នផលខ្ពស់គឺត្រូវចាប់ដើមពីកូនពពែដែលមានសុខភាពល្អមាំមួននិងស្វាហាប់បើយើងមិនអាចទៅយកពពែខ្សោយយកមកទុកធ្វើពូជបានទេអញ្ចឹងវាមានផលប៉ះពាល់ទៅដល់កូនជំនាន់ក្រោយទៀតណាអញ្ចឹងពពែដែលអត់សូវល្អយើងជំរុះចោលទៅអញ្ចឹងយើងទុកពពែណាដែលមើលទៅវាសុខភាពល្អបើកាលណាយើងមើលពីចង្ងាយមកពេញចិត្តហ្មងនេះcònរូបភាពខ្លះហើយយើងមើលតើពពែហ្នឹងពេញចិត្តមួយណាយើងទុកសម្រាប់ធ្វើពូជយើងមើលតាំងពីរោមចំហរបស់វាអីហ្នឹងចឹងដើម្បីជ្រើសរើសនិងបង្កាត់ពូជបានល្អយើងត្រូវផ្ដោតចំណុចសំខាន់3មានអីខ្លះទី1បាគឺយើងត្រូវមានបាល្អគឺមានពូជរបស់វាពូជពេញនិយមគេប្រភេទពពែសាច់ឧទាហរណ៍យើងចង់បានពពែសាច់បាទប្រភេទពូជសាច់ហ្នឹងយើងទៅរកពពែពូជបូអឺអញ្ចឹងណាហើយយើងត្រូវដឹងថាពពែហ្នឹងទិញនៅណាមានអញ្ចឹងនៅប្រទេសជិតខាងយើងហ្នឹងមានលក់ហើយនៅតាមព្រំដែនក៏មានលក់ដូចគ្នាដែរហើយឥឡូវស្រួលយើងអាចទំនាក់ទំនងតាម Facebook ហើយក៏មានគេចែកចាយច្រើនដែរឥឡូវហើយទី2គឺមេពពែសុខភាពល្អហើយសំខាន់គេនោះគឺយើងត្រូវត្រួតពិនិត្យតើការរកឈ្មោលរបស់មេពពែហ្នឹងគឺមានភាពទៀងទាត់ដែរអត់ហ្នឹងជាកត្តាសំខាន់ទី3ហ្នឹងហើយរូបភាពហ្នឹងយើងមើលទៅពពែចម្រុះពពែហ្នឹងគឺប្រជាជនគាត់ចិញ្ចឹមតាមភូមិឯងអញ្ចឹងបើយើងសាកទៅសួរគាត់មកពពែហ្នឹងពូជអីប្រជាជនគាត់មិនដឹងទេគាត់ដឹងប្រាប់ថាពូជអីទេគាត់ថាចេះតែចិញ្ចឹមទៅអញ្ចឹងវាចម្រុះចឹងនេះក៏ដូចគ្នាដែរប្រជាជនដែលគាត់ចិញ្ចឹមនៅតាមតំបន់ភ្នំវាសម្បូរចំណីដែលគាត់លែងឲ្យស៊ីនៅតាមវាលភ្នំហ្នឹងហើយជាច្រើនគាត់ទៅទិញពីតំបន់ចិត្តគាត់ហ្នឹងភូមិក្បែរគាត់ឬក៏ស្រុកក្បែរគ្នាហ្នឹងឲ្យទិញបានយកមកចិញ្ចឹមបង្កាត់ឬក៏ចិញ្ចឹមធ្វើឲ្យកើតកូនកើតចៅទៅគាត់អត់ទាន់មានថាគិតទៅដល់បច្ចេកទេសពូជអីអត់ទេឲ្យធ្វើម៉េចឲ្យតែបានចិញ្ចឹមបានផលបានលក់តែប៉ុណ្្នឹងឯងនេះដូចគ្នាដែរការចិញ្ចឹមពពែនៅក្នុងប្រទេសកម្ពុជាយើងហ្នឹងគឺវាអត់ទៀងវាដូចជាលបាយ
មានអាខ្លះធំអាខ្លះតូចខ្លះពណ៌ក៏ចម្រុះដែរមានទាំងសទាំងខ្មៅទាំងលាយគ្នាហ្នឹងហើយរូបភាពហ្នឹងបង្ហាញពីអឺកូនប្រពែដែលមានសុខភាពល្អណាហើយជាមួយមេវាដែលបានកាត់កូនហើយវានៅថែទាំកូនវាណាហ្នឹងនឹងរូបភាពដូចគ្នាដែរមេហើយនឹងកូនដែលមានសុខភាពល្អវាទៅក្នុងការខ្វៀលអីគេបើមិនយើងចាំលក្ខណៈកងវាលគេខ្វៀលមេប្រពែទៅឆ្ងាយអស់ហើយទៅរកស៊ីចំណីគេຕົកកូននៅផ្ទះហើយព្រោះវាមិនអាចដើរឆ្ងាយដូចមេបានទេនេះសិតតែកូនប្រពែដែលមើលទៅនេះសិតប្រពែពូជណាពូជដែលកាត់ដែលយើងចេះត្រឹមត្រូវប្រពែសាច់ឥឡូវយើងមកចូលចំណុចដំបូងគឺតកតងការជ្រើសរើសពូជប្រពែបាតើយើងត្រូវជ្រើសរើសយ៉ាងម៉េចចឹងនេះជាចំណុចដែលគួរស្វែងយល់ទាំងអស់នេះហើយក៏វាអត់ពិបាកក្នុងការថាវិនិច្ឆ័យគិតស៊ីជម្រៅដូចលក្ខណៈរបស់ជំងឺឯងទី1មានមៀតធំនិងសុខភាពល្អមាំមួនអញ្ចឹងវាដូចយើងដូចតែមនុស្សដែរណាបើបានប្តីមកមៀតធំសុខភាពល្អដឹងថាជួយធ្វើការងារផ្ទះបានច្រើនណាអញ្ចឹងប្រពន្ធអត់សូវពិបាកចិត្តហត់កាយទី2ខ្លាំងបែនខ្លាំងជាងគេនៅក្នុងវងណាហើយទី3មានក្រងដងខ្លួនលូតលាស់ល្អហើយទី4ជើងទាំង4រឹងមាំល្អនិងក្រចកជើងចិត្តល្អហ្នឹងយើងមើលពីក្រោយយើងមើលទៅចំហវាស្មើល្អហើយមើលពីចំហៀងអាហ្នឹងយើងគួរតែចំណាយពេលពិនិត្យកន្លែងហ្នឹងតិចណាបើវាមើលទៅស្មើល្អអត់ផ្អៀងឬក៏ហើយអត់មានថាទៅកន្លែងណាទេអាហ្នឹងយើងຕົកទៅពូជហើយណាអត់ຕົកធ្វើពូជទេបើសិនប្រពែរបស់យើងត្រូវលក់ចោលប៉ុន្តែបើយើងទៅទិញគេអាហ្នឹងយើងរើសទៅយើងថាយកមួយហ្នឹងយកទៅຕົកប្រកាត់ប្រពែញីរបស់យើងណាព្រោះនៅភូមិអត់ទេឲ្យតែមានបាຕົកឲ្យជន់នេះពេញហ្នឹងដល់ពេលអញ្ចឹងវាជន់ឈាមចាកូនដែលកើតមកក្រោយមកវាអត់សូវល្អវាខ្លះធំមកខ្លះរៀងល្អិតទៅចឹងនៅមានចំណុចផ្សេងទៀតដូចជាខ្នងរាងត្រង់និងប្រែកមានប្រដាប់បន្តពូជល្អនិងលូតលាស់ល្អអញ្ចឹងយើងមើលទៅលើពងស្វាសវាទៀតណាយើងមើលពីក្រោយទៅតើវាប៉ិនគ្នាហើយវាស្មើគ្នាអត់មានឃើញទូចមួយធំមួយក៏អត់យកដែរហ្នឹងក៏ជំរុះចោលហ្នឹងហើយវាអាចពាក់មេបានច្រើនអាហ្នឹងក្នុងករណីដែលយើងទៅទិញគេមានប្រវត្តិកត់ត្រាណាព្រោះគេអ្នកលក់គេមានរបាយការណ៍របស់គេព្រោះគេទៅលក់មួយអត់ល្អអញ្ចឹងគេខូចឈ្មោះរបស់គេណាអញ្ចឹងយើងអឺសួរម្ចាស់គេលក់ហ្នឹងទៅអញ្ចឹងគេមានរបាយការណ៍ហ្នឹងយើងយកទៅអាបានហ្នឹងវាពាក់មេបានច្រើននេះcònរូបភាពបង្ហាញខ្លះណាដែលយើងមើលពីក្រោយទៅអញ្ចឹងពងស្វាសវាគឺស្មើល្អហើយយើងមើលពីចំហៀងគឺឈរត្រង់ល្អហើយប្រភេទនេះគឺប្រភេទពូជដែលយើងអាចទិញនៅតាមជាទៅនៅតាមព្រំដែនជាប់ប្រទេសថៃគឺសម្បូរនៅខេត្តបន្ទាយមានជ័យខេត្តកោះកុងអីប៉ុន្តែនៅកោះកុងដូចយើងស្ងាត់ដល់អត់សូវឃើញមានអ្នកចំប្រពែទេប៉ុន្តែគ្រាន់តែបែកខាងហ្នឹងឃើញអត់ទេនៅតាមព្រំដែនយើងឆ្លងទៅថៃតិចទៅស៊ើបសួរប៉ុន្តែមិនតែមិនដល់ហ្នឹងទេឥឡូវពួកខ្ញុំធ្លាប់ទិញអីតាក់ទងទៅតាម Facebook ទៅគេយកឲ្យនេះរូបថតជាក់ស្ដែងណាយើងមើលចំហរបស់វាហើយមើលពងស្វាសវាទៅគឺស្មើល្អ
ហ្នឹងជាបាដែលយើងពេញចិត្តគួរដែលគួរຕົកធ្វើពូជណាហើយលក្ខណៈពិសេសមួយចំនួនទៀតដូចជា slot វាមិនដើរចូលជាមួយពពែផ្សេងទៀតឧទាហរណ៍ថាបើកាចពេកហ្នឹងបាល់ល្អមែនប៉ុន្តែកាចពេកវាដូចវាបើមនុស្សវាថាមនុស្សកាចអត់អត់អត់ជីវធម៌អត់សិលធម៌អញ្ចឹងណាពពែហ្នឹងក៏ដូចគ្នាដែរតែចូលគេចូលឯងពេកវាដូចជាវាកាងមេដល់ពេលចូលគេធ្វើឲ្យរបួសអាពពែឈ្មោលផ្សេងទៀតហ្នឹងហើយអាហ្នឹងយើងគួរទុកអត់គិតមើលទៅអញ្ចឹងអាហ្នឹងក៏លក់ចោលដែរលក់ឬក៏ហៅវិធីសាស្ត្រមិនបើយើងពិបាកគ្រប់គ្រងមានតែលក់ហ្នឹងឯងមានរាងសង្ហាហើយมันមានស្នែងហើយមួយទៀតនេះទៀតវាអត់រើសចំណៃបើរើសចំណៃពេកវាអត់សូវស៊ីអញ្ចឹងវាមិនវានឹងស្គមអញ្ចឹងវាប៉ះពាល់ទៅដល់ការប្រកាត់ដដែលអញ្ចឹងអានឹងវាផលវិបាកចេញពីការរើសចំណៃនឹងមកឥឡូវយើងចូលចំណុចទី2តកតងការគ្រាវពពែចុះមិនក៏ចេញគ្រាវពពែព្រោះយើងមេរៀនយើងនិយាយតែរឿងរើសបារើសមេតាអញ្ចឹងវាមានពាក់ព័ន្ធដែរព្រោះពពែខ្លះដែលយើងត្រូវទុកចំប៉ុន្តែយើងអត់ឲ្យវាជន់មេអាហ្នឹងយើងគ្រាវវាចោលទៅអញ្ចឹងវាជន់ដើមវាជន់មេពេញហ្នឹងវាតកតងចំនួនបាពពែក្នុងវងអញ្ចឹងណាព្រោះយើងមានចំនួនកំណត់ទៅទុកឲ្យវានៅគ្រប់គ្រងមេហ្នឹងចឹងនៅក្នុងវងពពែទាំងអស់អញ្ចឹងមានតែបាពពែដែលយើងគិតថាវាល្អវាត្រូវនឹងលក្ខណៈដែលយើងត្រូវទុកទៅពូជដែលបានរៀបរាប់ខាងមុនហ្នឹងអញ្ចឹងយើងមានន័យថាហ្នឹងយើងទុកទៅពូជអញ្ចឹងអាពពែណាដែលកថាពងអត់ស្មើពងស្វាស់អត់ស្មើគ្នាឈររៀងវាចអាខ្លះកាចអាហ្នឹងយើងត្រូវគ្រាវវាចោលហើយការគ្រាវពពែហ្នឹងធ្វើគ្រាវឲ្យស្ងប់បដ ாய் វាស្ងប់ស្ងៀមហើយបើហ្នឹងបើយើងប្រៀបធៀបមើលមនុស្សវិញដូចមនុស្សរៀនធរអញ្ចឹងតែរៀនធរចេះហើយស្ងប់ហ្មងលែងសូវជ្រួលជ្រើមត្រេកត្អានៅអ្វីហើយប៉ុន្តែពពែវាសัตว์វាអាចទៅរៀនធររៀនអីដូចមនុស្សហ្នឹងអញ្ចឹងយើងគ្រាវវាទៅវាស្ងប់ហើយវាលែងកាងលែងអីទៅថាមេដើរកាត់អីធ្វើរំភើយវាលែងទៅចាប់អារម្មណ៍អីហ្នឹងអញ្ចឹងហេតុនេះហើយយើងអាចចិញ្ចឹមវាជាមួយពពែញីផ្សេងទៀតដោយគ្មានគ្រោះថ្នាក់មិនចូលគ្នានឹងបំធ្វើឲ្យវាមានរបួសហ្នឹងជាហេតុផលដែលយើងសម្រេចចិត្តថាគ្រាវពពែត្រូវបានគ្រាវនេះដង្កាប់គេហៅដង្កាប់គ្រាវគឺអត់ទៅប្រើកបិតប្រើអីទៅធ្វើឲ្យគ្រោះថ្នាក់ប៉ុន្តែគៀបតន្តិចគឺបានជោគជ័យអញ្ចឹងឧបករណ៍នោះដល់ខាងអ្នកជំនាញខាងពេទ្យណាអញ្ចឹងបើសិនយើងពេទ្យសัตว์ស្រាប់អាហ្នឹងយើងវឹកហាត់គ្រាវទៅវឹកហាត់គ្រាវខ្លួនឯងណាប៉ុន្តែបើកសិករគាត់អត់មានបទពិសោធន៍ទេអញ្ចឹងគាត់ទៅហៅអ្នកជំនាញមកជួយគ្រាវឲ្យមើលឬក៏បង្ហាត់គាត់គ្រាវទៅយើងភាសាអង់គ្លេសហៅ Budizo ឬក៏ Immaculator ហើយពពែដែលមានអាយុចាប់ពី6ទៅ8ខែហ្នឹងយើងគ្រាវបានហើយមួយទៀតយើងមានឧបករណ៍មួយទៀតឈ្មោះ Illustrator Rubbering អញ្ចឹងឧបករណ៍នេះយើងប្រើសម្រាប់សត្វតូចគ្រាវសត្វតូចណាពួកសត្វធំយើងប្រើដង្កាប់នោះដង្កាប់បង្ហាញមុនហ្នឹងវាយើងធំជាងហើយនេះសម្រាប់កូនពពែចាប់ពី4សប្តាហ៍យើងមកប្រើនេះអញ្ចឹងហេតុអីក៏យើងគ្រាវមិនគ្រាវហើយពេលខ្លះយើងចាំមើលដល់សត្វធំអញ្ចឹងវាមានមូលហេតុពេលខ្លះយើងចាំមើលពីសមត្ថភាពរបស់វាអញ្ចឹងហើយបើក្នុងករណីដែលយើងមានបាគ្រប់គ្រាន់ហើយយើងគិតថាយើងអត់វគ្គហ្នឹងអត់ត្រូវទុកធ្វើពូជអីចឹងណាអញ្ចឹងយើងគ្រាវចោលខ្លះទៅពីតូចទៅ
ដើម្បីចាំគាត់ណាទុកយកសាច់លក់អីបើជ្រូកអីគេគ្រាវតាំងពីអាយុមួយថ្ងៃទៅកើតមកព្រាមគេគ្រាវហើយពួកគ្រាវវាអត់មានឈាមបើសត្វធំមកបាវាសរសៃឈាមវាធំដល់ចឹងការគ្រាវទៅអឺឆាប់ចេញឈាមច្រើនហ្នឹងសម្រាប់ជ្រូកឯណាជ្រូកយើងបើជ្រូកយើងគ្រាវប្រើកបិតទេវាប៉ុន្តែនេះយើងប្រើឧបករណ៍នេះអត់មានឈាមមានអីទេនេះរូបភាពគ្រាវមើលណាអញ្ចឹងនៅពេលដែលគ្រាវហើយយើងការពារគីឡូពូខ្លាចមានតកៅអីតកៅមកពីណាមករុយវាមកទុំវាពងដាក់អញ្ចឹងណាអញ្ចឹងវាទៅជារលួយអញ្ចឹងយើងបាញ់ថ្នាំអីតិចទៅថ្នាំបាញ់រុយពួក spray ថ្នាំបាញ់រុយថ្នាំបាញ់ដំបៅមានអាហ្នឹងspray មានពណ៌ខៀវពណ៌ស្វាយទៅយើងបាញ់លើជ្រូកអីក៏មានដែរអញ្ចឹងអ្នកខាងពេទ្យសត្វគេដឹងហើយនេះវាហើយមួយទៀតយើងគ្រាន់តែមើលទៅដូចស្រួលអត់ពិបាកប្រើទេស្រួលប្រើដូចយើងប្រើដង្កាប់គៀបអីចឹងណាអញ្ចឹងយើងគ្រាវយើងមើលសរីរវិទ្យាយើងមើលទៅសាយយ៉ងរបស់វាមើលយើងទៅសិក្សាបន្តិចទៅអញ្ចឹងយើងដឹងថាទីតាំងឡើយណាគៀបទៅវាឲ្យដាច់សរសៃយ៉ងហ្នឹងហ្មងអញ្ចឹងឲ្យមានមេជីវិតផលិតបានហ្នឹងក្នុងការគ្រាវដំបូងយើងស្លាប់មេរោគលើពងស្វាសិនលាបថ្នាំសម្រាប់មេរោគយ៉ាងហោចណាស់មានអត់មានយ៉ាងហោចណាស់ក៏មានត្រឹមអាកុលដែរហើយបន្ទាប់មកយើងទៅសម្រាប់មេរោគលើឧបករណ៍គ្រាវហ្នឹងបើពួកយើងនឹងស្រាប់ហើយព្រោះមេរោគខ្លះវាបង្កើតជាជំងឺឆ្លងហើយជំងឺតេតាណូសជាដើមហ្នឹងតែយើងកើតលឿនណាអាចធ្វើសត្វងាប់ដែរបកាច់ហើយបន្ទាប់ទៀតយើងពលាតហ្នឹងយើងទាញឲ្យវាបើកមាត់ឧបករណ៍គ្រាវហ្នឹងហើយបន្ទាប់មកយើងច្របាច់ទៅលើពងស្វាហើយពងច្បាច់ហើយវានឹងធ្លាក់បន្ទាប់ពី3ទៅ4សប្តាហ៍នៅក្នុងអំឡុងពេលនេះកន្លែងដែលយើងគៀបហ្នឹងវាមានរបួសហើយអញ្ចឹងយើងត្រូវប្រើទឹកថ្នាំសម្លាប់មេរោគលើមុខរបួសហ្នឹងហើយបើសិនយើងអត់ទេខ្លាចរុយវាមករោមតែរុយមករោមអញ្ចឹងវាបង្កើតជាដំបៅរលួយមានតកៅយើងចូលទៅដល់រឿងប៉ប៉ែមេវិញរបៀបទុកពូជតើប៉ប៉ែញីប្រភេទម៉េចយើងគួរទុកពូជបង្កើតកូនប៉ប៉ែដែលល្អត្រូវមានលក្ខណៈដូចខាងក្រោមអញ្ចឹងមានរាងមាំនិងសុខភាពល្អអញ្ចឹងចំណុចហ្នឹងគឺអត់ពិបាកយល់ទេណាគឺដូចនឹងប៉ប៉ែបាដែរដូចគ្នាមានកូនទៀងទាត់ពី8ទៅ9ខែម្ដងអញ្ចឹងឧទាហរណ៍ថាវាមានប៉ប៉ែខ្លះចំណុចហ្នឹងពេលខ្លះយើងអត់ដឹងទេព្រោះវាប៉ប៉ែដំបូងណាអញ្ចឹងយើង1ឆ្នាំ2ឆ្នាំដំបូងបើសិនជាវាកើតកូនទៀងទាត់អញ្ចឹងអាហ្នឹងយើងទុកទៀតហើយមេខ្លះដូចជាអត់ដូចយូរខែពេកលើសដល់ពេលអញ្ចឹងវាប្រើពេលយូរអញ្ចឹងយើងក៏ជំរុះចោលដែរយើងលក់ចោលហើយមេប៉ប៉ែហ្នឹងគឺត្រូវតែមានលក្ខណៈ slot boat ទៀតហើយចេះថែទាំថែរក្សាកូនហើយបើបានចំណុចនេះកាន់តែល្អនេះចេះផ្ដាល់កូនភ្លោះញឹកញាប់គឺហ្នឹងគឺម្ចាស់សบายចិត្តណាយើងនឹងបានផលិតភាពខ្ពស់នៅមានចំណុចផ្សេងទៀតដូចជា
ផលិតទឹកដោះគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូនពពែ2ក្បាលយកឧបមានន័យថាសាបូទឹកដោះនឹងបើសិនជាអត់សូវសាបូទឹកដោះទេនឹងពិបាកយើងអ្នកថែវិញណាទៅរកទឹកដោះជំនួយទៅយកទឹកដោះពីមេពពែផ្សេងឬក៏ទៅទិញទឹកដោះនៅពីផ្សារយកមកឲ្យកូនវាហើយយើងទៅមើលដោះវាដោះធំទូលាយនឹងមានចុងស្មើត្រង់ទៅមុខអញ្ចឹងយើងអាចខ្ញុំមានរូបភាពខ្លះបង្ហាញឲ្យដល់ពេលដែលបងប្អូនរៀនហើយយើងសាកល្បងទៅមើលសង្កេតពពែនៅកសិដ្ឋានរបស់សាលាឬក៏នៅតាមភូមិរៀនសង្កេតមើលទៅហ្នឹងក៏យើងអាចនេះឆាប់យល់ច្បាស់ហើយមួយទៀតមិនរើសចំណីនឹងដូចមិនខុសគ្នាពីពពែបាក់ដែរតែរើសចំណីហ្នឹងដឹងថាឆាប់ទៅមុខមិនរួចទេវាឆាប់បាក់ខ្សោយសុខភាពវាមិនធន់ទៅនឹងនិយាយទៅពេលកើតកូនម្ដងពពែគឺស្រកគីឡូទាំងសត្វផ្សេងទៀតក៏ចឹងដែរជ្រូកគោអីគឺយើងសត្វមេហ្នឹងគឺត្រូវផលិតទឹកដោះដើម្បីយកទៅចិញ្ចឹមកូនណាអញ្ចឹងនេះរូបភាពណានេះពពែល្អយើងមើលដោះវាទៅគឺស្មើល្អហើយចំហល្អនេះតម្រងដងខ្លួនដែលយើងចង់បានមានអីខ្លះទី1គឺដងខ្លួនវែងមាំនិងត្រគាកធំទូលាយទី2ខ្នងត្រង់យើងសង្កេតមើលត្រង់ខ្នងពពែនោះត្រង់អត់គឺមានន័យថាមិនអែនទ្រូងរាងផតហើយទូលាយទី3កន្សោមដោះធំក្បាលដោះវែងល្អហើយតតងជើងយើងមើលដល់ជើងទៀតណាជើងរឹងមាំល្អហើយយើងបច្ចេកទេសយើងមានជើងវារាងអក្សរ X ហើយជើងរាងអក្សរ O នឹងសិតយើងអត់ចង់បានទេនេះជារូបភាពដែលពពែដែលមានលក្ខណៈដែលយើងចង់បានណាយើងមើលតាំងពីចំហហើយដោះយើងមើលពីមុខគឺស្មើល្អហ្មងទាំងជើងទាំងដោះគឺស្មើហើយយើងមើលពីក្រោយក៏ដូចគ្នាដែរនេះយើងឃើញពពែនេះមិនក៏ដោះធំហ៎វាអាស្រ័យតាមពពែខ្លះជាប្រភេទពពែពូជទឹកដោះអញ្ចឹងវាដោះវាធំអញ្ចឹងហើយពពែខ្លះជាប្រភេទពពែពូជសាច់អញ្ចឹងវាដោះអត់សូវធំទេហើយបើពពែពូជក្នុងស្រុកដោះកាន់តែតូចទៀតអញ្ចឹងនេះជាចំណុចដែលយើងអ្នកចិញ្ចឹមគួរស្វែងយល់ដែរឲ្យពួកយើងត្រូវជំរុះពពែចោលយើងមើលលក្ខណៈទាំងអស់ហ្នឹងគឺកន្សោមដោះដែលមានរាងមិនល្អហ្នឹងយ៉ាងម៉េចខ្លះទី1កន្សោមដោះមិនជាប់នៅនឹងពោះទី2មានចុងដោះក្រាស់ទី3ចុងដោះតូចហើយទី4កន្សោមដោះចែកជា2កន្សោមដោះយាហើយទី5ដោះទាំងសងខាងមិនស្មើគ្នានេះយើងមើលរូបភាពទី1យើងមើលទៅដោះខាងនោះវាទៀបជាងដោះខាងនេះអញ្ចឹងអត់ស្មើគ្នាល្អទេអញ្ចឹងຕົកកើតទេហើយដល់ពេលរូបកដាលដោះវារៀងយាអត់ស្មើគ្នាទៀតដល់ពេលរូបទី3យាមួយខាងអត់មួយខាងអញ្ចឹងហ្នឹងជាមូលហេតុដែលយើងអាចសន្និដ្ឋានថាຕົកទៅពឿតកើតទេណានេះយើងមើលទៅនេះមេពពែដែលមានកន្សោមដោះល្អណាគឺយើងមើលទៅគឺតកតងចំហរៀងអក្សរដូចអក្សរកអញ្ចឹងណាអក្សរកវាស្មើល្អហើយដោះក៏ស្មើដែរហើយក្បាលដោះអីគឺទៅមើលទៅវា
ពេញតម្រង់វាអត់មានយាមានអីទេនេះចំហដែលយើងគួរអត់ຕົកពូជដែរចំហមិនល្អទី1តកតងជង្គង់ឃ្លាតឆ្ងាយពីគ្នាកាលណាជង្គង់ឃ្លាតឆ្ងាយពីគ្នាទៅវាធ្វើឲ្យវាយើងមើលរៀងអក្សរអូរៀងចាហ្នឹងយើងក៏នេះដែរវាឆាប់មានបញ្ហាដល់ពេលដែលវាមានកូនអញ្ចឹងអាហ្នឹងយើងស្ថិតតែលក្ខណៈមេដែលយើងត្រូវជំរុះហើយប៉ប៉ែនេះខាងនេះរៀងរូបទីរូបខាងស្ដាំគឺជង្គង់វាទាំងពីរហ្នឹងគឺនៅចិត្តគ្នាពេកអញ្ចឹងយើងវាតម្លៃថាវាមានរៀងអក្សរ x អញ្ចឹងក៏ស្ថិតក្នុងការជំរុះចោលដែរយើងចូលចំណុចចុងក្រោយតើតងការប្រកាសតើវាមានដំណើរហើយដំណាក់កាលយ៉ាងម៉េចហើយយើងត្រូវប្រុងប្រយ័ត្នយ៉ាងម៉េចដែលតើតងការប្រកាសនោះនេះយើងអ្នកចិញ្ចឹមយើងដឹងថាពពែឈ្មោលពពែញីហ្នឹងវារកឈ្មោលប្រហែលថ្ងៃវារកឈ្មោលម្ដងជីនេះយើងគិតជាចន្លោះ18ទៅ21ថ្ងៃអញ្ចឹងយើងអត់ពិបាកចាំវាប្រហែលនឹងជ្រូកវិញគោណាប្រហែលគ្នាប៉ុន្តែយើងត្រូវសម្គាល់ថាធ្វើម៉េចមិនដឹងថាវារកឈ្មោលបើមានបានៅក្នុងវងស្រួលហ្នឹងដឹងហើយវាបាវាដឹងព្រោះបែរគ្នាវាដឹងមេមួយណារកឈ្មោលព្រោះហ្នឹងសិតប្រពន្ធរបស់វាហើយជាទូទៅលក្ខណៈសម្គាល់ប្រពែញីរកឈ្មោលមានអីខ្លះទី1ប្រដាប់បន្តពូជវាឡើងធំពណ៌ក្រហមហើយយើងឃើញមានទឹករំអិលពណ៌សមានលាយពណ៌លឿងព្រឿងហូរចេញពីប្រដាប់បន្តពូជទី3នៅអត់ស្ងៀមទេដូចជាខុសធម្មតាណាឆ្លេឆ្លាហើយបាត់បង់ពេលខ្លះអត់ស៊ីចំណីដូចអត់សូវឃ្លានអញ្ចឹងហើយតមកទៀតគឺវាស្រែករោញឹកញាប់ហើយនោមញឹកហើយកតុយនឹងកវីកវត្តហើយចូលចិត្តសัตว์ឈ្មោលចឹងនឹងឲ្យហេតុហើយអត់ឈ្មោលទេទៅពាក់អាសត្វផ្សេងញីគ្នាវាហ្នឹងចឹងអាហ្នឹងយើងដឹងហើយចឹងបើមានអាហ្នឹងបើយើងមានបានៅក្នុងវងហ្នឹងមិនអីទេវាអាចគ្រប់គ្រងនេះវាបាននេះកិច្ចការមួយចំនួនទៀតដែលយើងអ្នកចិញ្ចឹមគឺកត់ត្រាទុកណាដូចជាកត់ត្រាថ្ងៃខែពេលកើតថ្ងៃខែឆ្នាំពេលកើតទៅពេលប្រកាសហ្នឹងក៏ពេលពាក់និយាយទៅចេះដល់ពេលដែលប្រពែវារកឈ្មោលហើយវាពាក់គ្នាហើយវាលែងរកឈ្មោលយើងត្រូវដឹងថាអូវារកឈ្មោលថ្ងៃហ្នឹងដល់ពេល20ថ្ងៃក្រោយលែងឃើញរកឈ្មោលពីព្រោះប្រពែបាសវាពាក់ហើយអញ្ចឹងយើងចាប់ដើមកត់ថ្ងៃថាអូវាជាប់ហ្នឹងវាលែងរកឈ្មោលហើយអញ្ចឹងមានន័យថាមេប្រពែហ្នឹងមានកូនហើយមានន័យថាដាក់បាជាប់ហើយណាហើយពេលចង់ឈ្មោលពេលរកឈ្មោលហ្នឹងគឺយើងកត់ដើម្បីយើងធ្វើការផ្ទៀងផ្ទាត់ពេលដាក់ឈ្មោលបានហើយអញ្ចឹងពេលយើងត្រូវគណនាទៀតតើកូនវានឹងកើតថ្ងៃណាអញ្ចឹងយើងត្រូវធ្វើតារាងរបស់យើងកត់ត្រាឲ្យរៀបចេញជាតារាងទៅបើតារាងយើងស្រួលមើលជាងបើកន្លែងណាត្រូវកត់យើងកត់ទៅកន្លែងណាត្រូវរៀបជាតារាងយើងរៀបទៅហើយមានរបៀបចុះបញ្ជីដែលអាចជួយដល់អ្នកចិញ្ចឹមពពែត្រួតពិនិត្យយើងកត់ត្រានៅការត្រួតពិនិត្យមើលមេផើមឬបង្ហាញពីការរកឈ្មោលទៀតបន្ទាប់ពីការដាក់ឈ្មោលបានពី18ទៅ23ថ្ងៃធ្វើការវិភាគសម្រាប់ពពែបាគណនានឹងគិត
ទុកនៅថ្ងៃខែឆ្នាំកើតកូនរបស់ពពែហ្នឹងខ្ញុំនិយាយមុនហ្នឹងតិចណាការគណនាកត់ត្រាទុកនៅការរកឈ្មោះជាលើកដំបូងរបស់ពពែញីពេលទៅពេញវ័យជ្រើសរើសកូនពពែចេញពីមេពពែដែលផ្ដល់ផលខ្ពស់សម្រាប់ការបង្កត់ពូជហើយចុងក្រោយគឺសរុបមកចំណុចសំខាន់ដែលអ្នកគួរដឹងតាក់ទងទៅនឹងការជ្រើសរើសនិងការបង្កាត់ពូជពពែមានដូចខាងក្រោមនេះពពែឈ្មោះដែលជ្រើសរើសទុកពូជទៅអញ្ញាតឲ្យពាក់មេចំណែកពពែឈ្មោះដែលមិនទុកពូជត្រូវតែគ្រាវនឹងយើងសរុបមកវិញណាយើងបដូរបាបន្ទាប់ពី18ថ្ងៃអាយុនិងទម្ងន់តិចបំផុតរបស់ពពែបាគឺ11ខែឬ25គីឡូក្រាមពពែឈ្មោលពេញវ័យអាចពាក់ពពែញីបានពី20ទៅ30ក្បាលអញ្ចឹងវាខុសពីសត្វផ្សេងណាពពែវាពាក់បានច្រើនណាបើមាន់គេឲ្យត្រឹម10ឯងអាកកមួយឲ្យមេ10ពពែឲ្យដល់20ទៅ30ណាជ្រើសរើសពពែញីសម្រាប់ធ្វើការបង្កាត់ពូជចេញពីមេពពែដែលផ្ដល់ទឹកដោះច្រើននិងទិន្នផលខ្ពស់សរុបមកចំណុចសំខាន់ដែលអ្នកគួរដឹងតាក់ទងនឹងការជ្រើសរើសនិងបង្កាត់ពូជពពែមានដូចខាងក្រោមនេះទី1អាយុអបបរមារបស់ពពែញីដែលអាចដាក់ឈ្មោះលើកដំបូងគឺ11ទៅ12ខែអញ្ចឹងមានថាយើងចាំមេពពែបាន1ឆ្នាំយើងអាចកាត់បានណាយើងសង្កេតដោយប្រុងប្រយ័ត្ននៅសញ្ញានៃការរកឈ្មោះរបស់ពពែញីរៀបចំកាលវិភាគសម្រាប់ពពែបានឹងយើងមើលដែរយ៉ាត់ពាក់លើសចំណោះលើសសមត្ថភាពវាណាទៅ20ឬក៏30អីលើសហ្នឹងកុនយ៉ាត់បាក់បៀវាចុះបញ្ជីឲ្យបានត្រឹមត្រូវនៅថ្ងៃខែរកឈ្មោះការដាក់ឈ្មោះនិងការកើតកូនរបស់ពពែញីអញ្ចឹងមេរៀនយើងចប់តែប៉ុណ្ណឹងអញ្ចឹងយើងគ្រាន់តែសង្ខេបឡើងវិញណាសង្ខេបឡើងវិញខ្ញុំយកមកបង្ហាញតែកន្លែងសំខាន់ខ្លះដូចជាពពែដែលត្រូវជ្រើសរើសធ្វើបានគឺត្រូវមានមាឌធំសុខភាពល្អមាំមួនមានភាពខ្លាំងក្លាជាងគេក្នុងវងមានក្រងដងខ្លួនលូតលាស់ល្អជើងទាំង4រឹងមាំល្អនិងក្រចកជើងជិតល្អខ្នងរាងត្រង់និងប្រែកប្រដាប់បន្តពូជល្អនិងពងស្វាលូតលាស់ល្អមានន័យថាពងស្វាស្មើគ្នាល្អអាចពាក់មេបានច្រើនហើយវាជាពពែស្លូតមិនដើរចូលគេមានរាងសង្ហាគ្មានស្នែងហើយមិនរើសចំណីហើយសម្រាប់មេពពែវិញគឺបើយើងត្រូវទុកទៅពូជគឺវាត្រូវមានលក្ខណៈដូចជារាងមាំនិងសុខភាពល្អផលិតកូនទៀងទាត់ពី8ទៅ9ខែម្ដងហើយជាមេស្លូតនិងចេះថែរក្សាថែទាំកូនបានល្អផ្ដល់កូនភ្លោះញឹកញាប់ផលិតទឹកដោះគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូនដោះធំទូលាយនិងមានចុងដោះស្មើត្រង់ទៅមុខហើយនឹងក៏មិនរើសចំណីដែរអញ្ចឹងបើបងប្អូនចង់ទៅមើលលម្អិតទៅលើឯកសារចិញ្ចឹមពពែហ្នឹងយើងអាចមើលពីសភៅណែនាំស្ដីពីការចិញ្ចឹមពពែរបស់ដែលរៀបចំចងក្រងដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្មរុក្ខាប្រមាញ់និងនេសាទហើយក៏មានសភៅបរទេសមួយចំនួនដែរដែលយើងអាចទៅស្វែងយល់សម្រាប់អ្នកដែលចេះភាសា